គិតទៅពិភពលោកគឺចេញមិនឆ្ងាយពីឡានចិនទេបាទទៅណាមិនឆ្ងាយទេហើយឡានចិនក៏មិនមែនក្លុកទៅនៅទីផ្សារកម្ពុជាទេឡានចិននេះគឺក្លុកទីផ្សារជុំវិញពិភពលោកតែម្ដងហើយឡានចិនលើកនេះគឺអត់ដូចជំនាន់ទូរស័ព្ទចិនទេក៏ប៉ុន្តែឥឡូវនេះគេចាប់ផ្ដើមមាន product របស់គេនឹងចាប់ផ្ដើមពីមួយថ្ងៃទៅមួយថ្ងៃគេអភិវឌ្ឍកាន់តែជឿនលឿនទៅproduct ដែលមានតម្លៃធូរថ្លៃហើយប្រើប្រាស់បានដូចឡានដែលមានវ័យចំណាស់នៅក្នុងឧស្សាហកម្មយានយន្តហើយស្របពេលនឹងដែរក៏គេព្យាយាមផលិតនៅរថយន្តដែលប្រណិតគុណភាពទំនើបដែលមានតម្លៃសមរម្យដើម្បីធ្វើយ៉ាងណាប្រកួតប្រជែងនៅក្នុងទីផ្សារឧស្សាហកម្មយានយន្តហ្នឹងឲ្យកាន់តែសម្បូរបែបហើយយើងអាចនិយាយបានថាយើងក៏អរគុណទៅចិនដែរបើអត់មានចិនទេបាទឡានផ្សេងនៅតែមានតម្លៃថ្លៃហើយมันងាយមាន option ទំនើបទេហើយបច្ចុប្បន្នដោយសារតែការប្រកួតប្រជែងហ្នឹងវានៅតែមានហើយទីផ្សារប្រទេសខ្លះគេដើម្បីរក្សានៅស្ថិរភាពឧស្សាហកម្មយានយន្តរបស់ប្រទេសខ្លួនហ្នឹងគេសុខចិត្តដាក់គំនាបទៅលើអត្រាពន្ធទៅលើអីចឹងទៅដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់ម៉ាកយីហោរបស់ប្រទេសនីមួយៗហើយយើងឃើញគុណតម្លៃនៃម៉ាករថយន្តអឺរ៉ុបឬក៏ជប៉ុនឬក៏អីហ្នឹងគេនៅតែមានទេពីព្រោះដោយសារកន្លែងហ្នឹងគឺជាចំណុចស្នូលមួយដែលគេខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យ product របស់គេហ្នឹងនៅតែអាចដំណើរការបន្តទៀតបានហើយយើងឃើញហ្មងនៅប្រទេសចិនគឺឡានក៏ចេញមកច្រើនដូចគ្នាដែរតែក្រុមហ៊ុនខ្លះក៏ទប់ជាប់ចឹងទៅក៏ដួលរលំទៅវិញចឹងទៅហើយងាកមកកាន់ក្រុមហ៊ុនជប៉ុនក៏ដូចគ្នាដែរគេព្យាយាមធ្វើយ៉ាងណាកុំឲ្យដួលកុំឲ្យហ្នឹងគឺគេព្យាយាមចាប់ដៃគូគ្នាទៅវិញទៅមកចឹងទៅដើម្បីរក្សានៅស្ថិរភាពនៃម៉ាកយីហោរបស់ខ្លួនអញ្ចឹងយើងបែកអូហូស្ទឹងប៉ុណ្្នឹងទៅហើយយើងងាកមកកាន់រថយន្តរបស់ចិនទៀតហើយបាទគឺម៉ាករថយន្ត Xpeng នេះគឺជាម៉ាករថយន្តដែលផលិតបំពាក់ជាមួយនឹងបច្ចេកវិទ្យាដែលទំនើបខ្លាំងហើយសូម្បីតែកង់នៅខាងក្រោយរបស់គេហ្នឹងគឺអាចបត់បានអីហ្នឹងដូចសដេះដូចអីហ្នឹងបាទគឺមានហើយឡានរបស់គេដើមឡើយហ្មងគឺគេផលិតតែឡានអគ្គិសនីទេក៏ប៉ុន្តែអគ្គិសនីហ្នឹងវាជាតម្រូវការនៃពិភពលោកហើយក៏ប៉ុន្តែពេលខ្លះពិភពលោកបំរែបំរួលនៅមានកម្រិតដំបូងគេងាកទៅកាន់អគ្គិសនីហ្នឹងគឺខ្លាំងក្លាប៉ុន្តែក្រោយមកទៀតដោយសារតែគេហៅ demand តម្រូវការតែពេលដែលតម្រូវការចង់បានអីច្រើនគេស្ដាប់ demand សិនហើយបានគេចាប់ផ្ដើមផលិតនៅគេហៅ supply ហ្នឹងហើយផលិតដើម្បីបំពេញតម្រូវការនៃតម្រូវការដែលចង់បានអញ្ចឹងឥឡូវនេះយើងឃើញថា Xpeng គាត់ចាប់ផ្ដើមងាកមកផលិតឡានអគ្គិសនីក៏មានហើយក៏ប៉ុន្តែគាត់បន្ថែមជាមួយនឹងជំរើសរបស់គាត់មួយទៀតដែលហៅថាអគ្គិសនីលីសាំងក៏ប៉ុន្តែគេប្រើនៅ advanced technology នៅលើឡានរបស់គេគឺ REEV បាទដែលគេបានបំពាក់ហើយទទួលបាននៅការចាប់អារម្មណ៍និងជោគជ័យនៅលើរថយន្ត MPV ដំបូងរបស់ Xpeng ហ្មងដែលដំបូងឡើយហ្នឹងគឺមាននៅលើតែរថយន្ត Xpeng X9 MPV មួយហ្នឹងទេតែក្រោយមកទៀតគេចាប់ផ្ដើមយកវាមកដាក់នៅលើ G6 P7 Plus P7 ហើយឥឡូវនេះចេញ model ថ្មី flagship SUV full size គេយកមកដាក់ទៀតហើយនោះគឺជារថយន្ត Xpeng GX បាទ Xpeng GX នេះគឺលយខ្លាំងហ្មង technology បាទដល់រូបរាងហើយបើមើលរូបរាងយ៉ាវានៅចម្លងគេយើងមើលទៅស្តៀងទៅនឹងឡានរបស់ Range Rover ស្តៀងមែនតើហ្មងយើងមើលទៅស្តៀងហើយបើសិនជាដាក់ logo របស់ Land Rover ចូលគេថាហ្នឹងហ្មងអូខេឡានហ្នឹងចំណុចពិសេសរបស់វាគឺផ្ដល់នូវជម្រើសកៅអី6កៅអី layout របស់គេគឺ222អញ្ចឹងផ្នែកខាងក្នុងដឹងតែធំទូលាយហ្មងដោយប្រវែងបដោយសរុបរបស់វារហូតដល់5270មីលីម៉ែត្រយើងហៅថា 5.2 ម៉ែត្រទៅចុះបាទហើយទទឹងរបស់វាគឺ2ម៉ែត្រដែររីឯកម្ពស់របស់វាគឺ1ម៉ែត្រ8ប្រវែងកម្រិតកង់មុខក្រោយវែងរហូតដល់ 3.1ម៉ែត្រ2បាទនិយាយអញ្ចឹងបាទជាបងប្អូនទាំងគ្នាស្រួលតិចមិនស្រួលអីទេគឺស្រួលស្ដាប់ហ្នឹងបងប្អូនបាទហើយ Xpeng GX ហ្នឹងបើ model code របស់គេហៅ G01 លក្ខណៈដែលពិសេសហ្មងគឺគេប្រើនៅ platform គេហៅ SEPA 3.0 ហើយសមត្ថភាពនៃការសាកគេប្រើ high voltage ហ្មង
ដែលវាគ្រប់គ្រងការសាកភ្លើងលឿនលឿនគឺការសាកពី10ទៅ 80% គឺចំណាយពេលត្រឹមតែ12នាទីទេអញ្ចឹងសម្រាប់ជម្រើសអគ្គិសនីសុទ្ធគឺបងប្អូនទាំងគ្នាអាចបើកបររហូតទៅដល់រយៈចម្ងាយ750គីឡូម៉ែត្រស្តង់ដារវាស់គឺចិនហ្នឹងហើយ CLTC ហើយសម្រាប់ប្រភេទគេហៅ range extender បាទ REEV ហ្នឹងណាគឺអាចបើកបររយៈចម្ងាយបានដោយប្រើអគ្គិសនីសុទ្ធគឺ320គីឡូម៉ែត្រហើយបើសិនជាអគ្គិសនីលាយជាមួយនឹងសាំងអាចបើកបររហូតទៅដល់1400គីឡូម៉ែត្រឯណោះជាងព័ត៌មានបន្តិចទៀតអាចនឹងច្បាស់ជាងហ្នឹងបាទទាំងការប្រើប្រាស់អគ្គិសនីសុទ្ធ website ខ្លះអាចដល់400គីឡូម៉ែត្រឯណោះក៏ប៉ុន្តែខ្ញុំមើលនេះដូចជាខ្ទង់320គីឡូម៉ែត្រហ្នឹងហើយតែយ៉ាងណាមិញយើងនឹងរងចាំមើលទាំងអស់គ្នាតាក់ទងទៅនឹងព័ត៌មានលម្អិតនៅពេលដែលចេញលក់ផ្លូវការប៉ុន្តែនៅខ្មែររបស់យើងក៏ឃើញមានខាង SK99 គាត់ប្រកាសលក់ដែរសម្រាប់អគ្គិសនីសុទ្ធ750ហ្នឹងគឺគាត់ដាក់លក់ខ្ទង់តម្លៃជិត80000ជាងប្រភេទ REEV ហ្នឹងបាទប៉ុន្តែយ៉ាងណាមិញយើងនឹងរងចាំមើលបន្តទៀតប៉ុន្តែឃើញគាត់ឲ្យបើកបន្ទប់កក់អញ្ចឹងណា$2000ហើយមិនត្រឹមតែជាឡានមួយដែលផ្ដល់នូវជម្រើសលើការបើកបរបានឆ្ងាយវាអាប់ដេតហើយឡានចិនលើចាប់ផ្ដើមបើកបរបានកាន់តែឆ្ងាយហើយទំនើបកាន់តែទំនើបសម្រាប់ autonomous feature របស់គេឡើងដល់ level 4ហើយគេប្រើប្រទេស chip AI មកបាទគេហៅ Xpeng Turing AI chip ប្រព័ន្ធបើកបរឆ្លាតវៃ ADAS ហ្នឹងគឺវាបូកជាមួយនឹង Smart Driving System ព្រោះសិតតែ AI ចូលមកដល់យុគសម័យថ្មីហើយបើនិយាយពីរូបរាងដូចនិយាយចឹងស្អាតខ្លាំងមែនតើហ្មងហើយជារថយន្តមួយដែលមានទំហំធំហើយព្រោះទំហំរបស់វារហូតដល់5.2 ម៉ែត្រអានោះ full size ពេញហ្មងធំទលាយរូបរាងស្អាតទាំងមុខទាំងក្រោយចំហៀងថាសកង់ឲ្យធំមែនតើហ្មងបងប្អូនទាំងគ្នាហើយបើខាងក្នុងរបស់គេប្រើសិតតែអេក្រង់យក្សហ្មងបាទអេក្រង់ digital display counter ចេញមករៀងតប៉ែតទៅវិញហ្នឹងបាទអេក្រង់នៅចំកណ្ដាលសម្រាប់យើងបញ្ជាគ្រប់គ្រងឡាននេះហ្នឹងហើយជាពិសេសគឺមានអេក្រង់ទម្លាក់នៅខាងក្រោយហ្នឹងដែលយើងហៅថា rear entertainment ណារាល់ដងបើថាតម្រាំតែបានឡានដែលមានអេក្រង់នៅកណ្ដាលហ្នឹងគឺច្នៃលុយអស់ច្រើនមែនតើក៏ប៉ុន្តែដល់ពេលមកដល់ឥឡូវនេះបាទឡានតម្លៃក្រោម100000ណាប៉ុន្តែមានអេក្រង់ធ្លាក់អេក្រង់ជួនកាលមានអេក្រង់នៅជាប់កៅអីខាងក្រោយទៀតក៏មានដែរប៉ុន្តែឡាននេះវាមានតែ rear entertainment ជាលក្ខណៈទូទស្សន៍នៅខាងក្រោយហ្នឹងគឺនៅចំកណ្ដាលហើយទំហំរបស់វារហូតដល់ 20.4 អ៊ីងកម្រិតគុណភាពមិនបាញ់និយាយទេនិយាយទៅឡានវាដល់កម្រិតដូចឡាន Xpeng នេះហើយឡាននេះគឺចេញមកគឺប្រកួតជាមួយពួក Seeker ពួកអីហ្មងហើយសំខាន់គឺមានបាទទូទឹកកកហើយកៅអីជួរទី2របស់គេហ្នឹងសិតតែមាន zero gravity កៅអី massage ទំនើបហ្មងនិយាយទៅប្រឡោះដើរចូលទៅបានពួកគេ layout របស់គេ design មកជាលក្ខណៈ6កៅអី222ហ្នឹងគឺផ្ដល់នូវជម្រើសប្រវែងរហូតដល់5.2 ម៉ែត្រអញ្ចឹងខាងក្នុងហ្នឹងកប់សេរីហើយបាទហើយដបូលកញ្ចក់នៅខាងលើនិយាយទៅឡានចិនបាទនិយាយហ្មងរឿង option រឿងអីហ្នឹងគឺធានាថាទំនើបហើយដោយសារតែ brand Xpeng នេះគឺជា brand មួយដែលប៉និតរបស់ម៉ាកយីហោចិនមួយដែរហើយគេប្រកួតប្រជែងហ្នឹងគឺកាន់តែពីមុនថាប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនផ្សេងបាទអាល្លឺម៉ង់អង់គ្លេសអីអញ្ចឹងណាតែឥឡូវនេះអត់ទេចាប់ផ្ដើមចិនប្រកួតមួយចិនម្ដងបាទប្រកួតឲ្យណាណីម្ដងទៅបាទហើយកម្រមានដែរយើងគិតរហូតដល់ពេលនេះឡានដែលមានតម្លៃក្រោម$10,000 option កប់សេរីបែបនេះហើយឡាននេះក៏យើងអត់ទាន់ដឹងថាយ៉ាងណាដែរថាតម្លៃប៉ុណ្ណាអញ្ចឹងណាយើងនឹងរងចាំមើលក៏ប៉ុន្តែដូចបានបញ្ជាក់អញ្ចឹងដោយសារតែខាង SK99 គឺគាត់ដាក់តម្លៃជិត80000ជាងអញ្ចឹងទៅតាមជំរឿសនៃការចង់បានរបស់បងប្អូនទាំងគ្នាហើយបើតាមខ្ញុំចាំដូចពួក X9 MPV ណាក្រុមហ៊ុនផ្លូវការគាត់លក់ខ្ទង់ជិត80000អាពួកប្រភេទ REEV ហ្នឹងឥឡូវប្រភេទនេះចេញមកទៀតយើងអត់ទាន់ដឹងយ៉ាងណាទេក៏ប៉ុន្តែវាផ្ដល់នូវជម្រើសនិងភាពបត់បែនល្អដែរពីព្រោះដោយសារតែឡាននេះវាជាលក្ខណៈឡាន SUV ខ្នាតពេញបាទហើយ6កៅអីទៀតមិនមែន5កៅអីហើយក៏មិន7កៅអី
អញ្ចឹងសឹងថាបើសិនជាបងប្អូនយើងដែលគាត់ចាប់អារម្មណ៍ពួក X9 ក៏ប៉ុន្តែគាត់រៀងទឹះចិត្តរឿងឡានរៀងទីបអីចឹងណាបាទអញ្ចឹងគាត់អាចពិចារណានេះបានឡាន SUV ຂະຫນາດពេញក៏ប៉ុន្តែផ្ដល់ជម្រើស6កៅអីនិងលក្ខណៈ VIP ហ្មងអញ្ចឹងរៀងខ្ពស់ជាងប្រភេទ MPV អញ្ចឹងគឺត្រូវតែម្ដងហើយស្បែករបស់គេប្រើ Nappa leather ហើយដូចបានប្រាប់អញ្ចឹងមានក្តៅមានត្រជាក់បាទ screen ធំបើកបោបានឆ្ងាយចង់បានអគ្គិសនីសុទ្ធក៏បានចង់បានអគ្គិសនីលីសាំងក៏បានដែរហើយចង់បញ្ជាក់ប្រាប់បងប្អូនទាំងគ្នាដែរសម្រាប់អគ្គិសនីលីសាំងរបស់គេហ្នឹងwebsite ខ្លះដាក់រហូតដល់430អីណោះបាទហើយយើងនឹងរងចាំមើលនៅពេលដែលវាចេញនៅលើ official website របស់ Xpeng ណាឬក៏ឡាននេះនឹងអាចបញ្ចេញរូបរាងផ្លូវការឲ្យកាន់តែច្បាស់ spec option ហ្នឹងយើងនឹងរងចាំមើលនៅ Beijing Auto Show បាទគេមានពិព័រណ៍ឡានមួយនៅខាង Beijing អញ្ចឹងសម្រាប់សម្រាយពីឡានថ្មីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយឃើញគឺចាប់អារម្មណ៍ខ្លាំងព្រោះយើងឃើញមួយរយៈនេះឡានចិនសម្រុកចេញមកច្រើនមែនទែនសម័យ Jet Tour មាន G700 ហើយសិតតែប្រភេទអគ្គិសនីលីសាំងទាំងអស់បានគាត់ថាក្រុមហ៊ុនខ្លះគាត់នៅប្រើជាប្រភេទ PHEV ហើយក្រុមហ៊ុនឡានខ្លះគេវិវត្តខ្លួនរហូតដល់ REEV អញ្ចឹងទៅប៉ុន្តែយ៉ាងណាមិញយើងឃើញជំរឿននៃភាពបត់បែនសម្រាប់ប្រភេទ REEV នេះគឺ latest advanced technology បន្ទាប់ពីឡានអគ្គិសនីហើយអញ្ចឹងវាបទពិសោធន៍ឬក៏ការប្រើប្រាស់វាសឹងតែដូចឡានអគ្គិសនីអញ្ចឹងហើយបើសិនជាបងប្អូនទាំងគ្នាចាប់អារម្មណ៍ឬក៏ចង់សួរនាំព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹង Xpeng GX អាចធ្វើការ comment នៅក្នុងវីដេអូនេះទៅខ្ញុំនឹងបានឆ្លើយបងប្អូនទាំងគ្នាតាមរយៈវីដេអូខ្លីវិញហើយគាត់ថានឹករលឹកដែរដោយសារតែមាន fan សម្រាប់ពីឡានថ្មីច្រើនដែរហើយខកខានធ្វើយូរដោយសារតែជាប់ជាមួយនឹងការថតការអីច្រើនពីក្រុមហ៊ុនហើយក៏រវល់ជាមួយនឹងកម្មវិធីថ្មីរបស់ Cambo Auto ដូចជា Auto Podcast Auto Trend អញ្ចឹងដែរបាទហើយក៏ឆ្លៀតចែកម្លែកខ្លួនឯងហ្នឹងនៅលើ personal page របស់ខ្លួនឯងហ្នឹងក៏ច្រើនទៅទៀតបាទអញ្ចឹងខ្ញុំនឹងធ្វើការឆ្លើយតបលឿនជូនដល់បងប្អូនទាំងគ្នាបើសិនជាមានសំណួរមានចម្ងល់តាក់ទងទៅនឹង Land Xpeng GX ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយអរគុណ